បាទពុកម៉ែបងប្អូនសម្រាប់ការថតរូបជាសញ្ញាឬក៏ការ save ឯកសារពី app ផ្សេងៗយើងមានចំណុចខ្លះដែលយើងមិនចង់បានទេប៉ុន្តែយើងចង់បានរូបភាពមួយឬក៏អ្វីម្យ៉ាងដើម្បីយើងមកបំពេញនៅក្នុងឯកសារដោយលក្ខណៈជា Word ឬក៏ជា Excel ឬក៏ជាការ design ផ្សេងៗអញ្ចឹងហេតុតែខ្ញុំនាំបងប្អូនទៅមើលពីរបៀបទាញយករូបភាពឬក៏ចំណុចអ្វីមួយពីរូបសញ្ញារបស់យើងដែលបានថតហើយឬក៏ជារូបសញ្ញាដែលយើងបាន save ពីក្នុង app ផ្សេងៗដើម្បីយករូបភាពហ្នឹងមកប្រើការសូមបងប្អូនទៅមើលទាំងអស់គ្នាថាយើងគួរធ្វើបែបណាជាដំបូងបងប្អូនត្រូវមានសញ្ញារូបថតឬក៏ឯកសារដែលយើងទាញពី app ផ្សេងៗហ្នឹងមកបន្ទាប់មកយើងសង្កត់នៅលើរូបហ្នឹងឲ្យជាប់បើបងប្អូនចង់ជ្រើសរើសរូបភាពឯណាទៅមកយើងអូស scroll ចេញមកដើម្បីទៅរកទីតាំងសម្រាប់ដាក់ទៅលើរូបភាពហ្នឹងឥឡូវយើងបានហើយយើងទៅលាក់ក្នុងមកបាទអញ្ចឹងអត់ជាប់ទេអញ្ចឹងយើងត្រូវចូលទៅទាញម្ដងទៀតអញ្ចឹងបងប្អូនចុចឲ្យជាប់មកចុចទៅលើរូបភាពហ្នឹងចុចបន្ទាប់មកយើងទាញនេះទីរូបភាពហ្នឹងមកបាទយើងថយមកដើម្បីយើងទៅរកទីតាំងសម្រាប់ដាក់រូបហ្នឹងបាទយើងដាក់ត្រង់នេះមកបាទឥឡូវរូបភាពហ្នឹងយើងបានមកហើយគឺអត់មាន background ខាងក្រៅទេគឺយើងទាញយកតែរូបភាពដែលយើងចង់បានទេឥឡូវបងប្អូនទៅរើសរូបភាពផ្សេងមកឥឡូវខ្ញុំរើសរូបភាពមួយនេះបន្ទាប់មកខ្ញុំចុចទៅលើរូបភាពហ្នឹងឲ្យជាប់បាទបន្ទាប់ពីជាប់ហើយយើងទាញយើងធ្វើដូចដំបូងបាទយើងដាក់ទីតាំងហ្នឹងមកឃើញទេបងប្អូនរូបភាពដែលយើងទាញបានគឺយើងអាចយកមកប្រើការបានហើយទៅនឹងរូបភាពហ្នឹងយើងអាចយកធ្វើជាលក្ខណៈ sticker ឬក៏ប្រើប្រាស់អ្វីផ្សេងៗក៏បានដែរបងប្អូនបាទចំណុចមួយទៀតគឺជារបៀបនៃការគូសទៅលើការគូសចំណាំទៅលើអ្វីមួយទៅនឹងឯកសារផ្សេងៗដែលយើងធ្វើការកត់សម្គាល់ឬក៏កំណត់បន្ថែមទៅលើឯកសារដែលយើងចង់ផ្ញើទៅកាន់នរណាម្នាក់នេះយើងគ្រាន់តែគូសទៅលើវាហើយបន្តមកទៀតបងប្អូនចុចឲ្យជាប់នៅពេលដែលបងប្អូនចុចបញ្ចុះវានឹងលោតស្មើតែម្ដងនេះដូចជារង្វង់ដូចជាបន្ទាត់អីគឺមើលទៅស្អាតបើពីមុនមកយើងអត់ដែលធ្វើអញ្ចឹងទេគឺយើងគូសហើយគឺយើងគូសយ៉ាងម៉េចគឺវាទៅជាអញ្ចឹងវាអត់ស្អាតប៉ុន្តែលើកនេះគឺយើងគូសទៅលើក្នុងចំណុចហ្នឹងគឺស្អាតមែនទែនដូចយើងគូសលើបន្ទាត់អញ្ចឹងនេះឥឡូវយើងសាកល្បងគូសទៅលើនេះមួយឧទាហរណ៍បងប្អូនមើលទៅលើតកតងនឹងអត្ថបទឬក៏ចំណងជើងណាមួយដែលយើងចាប់អារម្មណ៍យើងអាចសាកល្បងគូសចំណាំទៅលើហ្នឹងទៅយើងមិនបាច់ចាំយកខ្មៅដៃឬអីផ្សេងៗបងប្អូនចាប់អារម្មណ៍ទៅលើម្ហូបយើងគូសជារង្វង់ហើយបងប្អូនសង្កត់មកបន្ទាប់ពីហ្នឹងមកវានឹងលោតជារង្វង់យ៉ាងស្មើស្អាតមែនទែនបងប្អូនបាទបន្តមកទៀតយើងសាកល្បងគូសសញ្ញាគ្រីសចុចឲ្យជាប់បងប្អូនគឺយើងវាលោតមកឬស្អាតជាងដែលយើងគូសដូចធម្មតានេះយើងអាចគូសជារង្វង់ទៅលើឯកសារនេះបាទនេះគឺជាអ្វីដែលយើងចង់បាននៅពេលដែលបងប្អូនគូសចំណាំរួចហើយបងប្អូនអាចផ្ញើទៅកាន់នរណាម្នាក់បាទចំណុចនេះដែរសង្ឃឹមថាបងប្អូននឹងយល់ពីរបៀបទាញយករូបភាពពីសញ្ញារូបថតដែលយើងបានថតឬក៏យើងទាញពីក្នុង app ណាមួយដើម្បីយកមកប្រើការក្នុងឯកសាររបស់យើងផងដែរអរគុណច្រើនសម្រាប់ការតាមដាននិងចូលចិត្តទស្សនាវីដេអូរបស់ខ្ញុំបាទសូមកុំភ្លេចជួយ Subscribe Channel ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត